សួស្តីកូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូនឹងនិយាយរឿងពណ៌សឲ្យកូនទាំងអស់គ្នាស្ដាប់ចា៎កូនឆ្កែនិងកូនមាន់បាននិយាយថាខ្ញុំឆ្ងល់ណាស់តើអ្វីទៅណោះដែលមានពណ៌សចាពេលនោះទុនសាយក៏បាននិយាយថារូបរបស់ពួកយើងទាំងពីរក៏មានពណ៌សដែរចាចំណែកឯទាកេបគាត់ក៏បាននិយាយថាស្លាបរបស់ខ្ញុំក៏មានពណ៌សដែរចំណែកឯសត្វព្រាបមួយគូគាត់ក៏បាននិយាយថាពួកយើងទាំងពីរក៏មានរូបពណ៌សដែរចាចំណែកឯឆ្មាក៏បាននិយាយថាខ្ញុំក៏មានរូបពណ៌សដែរចាធូបការនិងផ្កាចន្ទូក៏មានពណ៌សដែរចាអ្នកខ្វៀលគោក៏បាននិយាយថាគោរបស់ខ្ញុំក៏មានសម្បុរពណ៌សដែរលោកតាដើរទៅវត្តគាត់ក៏បាននិយាយថាសក់របស់តាក៏មានពណ៌សដែរឥឡូវកូនកលេចមើលជុំវិញខ្លួនយើងមើលតើអ្វីទៅដែលមានពណ៌សខ្លះកូនមើលក្នុងថ្នាក់មើលចាកូនមើលជញ្ជាំងនេះមើលពណ៌អីគេក៏ពណ៌សមែនទេហើយកូនមើលអាវអ្នកគ្រូនេះពណ៌អីពណ៌សថាទេកូនចាហើយកូនមើលនេះអក្សរណូនេះមានពណ៌សអីក៏ចាហើយមិនមែនមានតែប៉ុណ្្នឹងឯងកូនមើលទៅខាងក្រៅកូនមើលពពកដែលកំពុងតែហោះក៏មានពណ៌សដែរមែនទេកូនចាអញ្ចឹងចាប់ពីពេលនេះតទៅតែកូនអាចចំណាប់ពណ៌សបានដែរទេពណ៌សគឺជាពណ៌មួយចាដែលមានពណ៌សស្អាតអត់មានអីទាំងអស់មែនទេកូនអញ្ចឹងកូនដឹងហើយអំបញ្ញមិញកូនបានមើលសក់តាក៏មានពណ៌សរោមរបស់សត្វទន្សាយក៏មានពណ៌សរោមរបស់សត្វឆ្មាក៏មានពណ៌សរោមរបស់សត្វព្រាបក៏មានពណ៌សព្រាបបីដូចជាចិញ្ចាំងអញ្ចឹងគឺពណ៌សស្អាតទាំងអស់មែនទេកូនចាហើយមួយវិញទៀតសម្លៀកបំពាក់ដែលយើងពាក់មករៀនរាល់ថ្ងៃអាវរបស់យើងក៏មានពណ៌សដែរមែនទេកូនចារឿងនេះសិនតែមកថាចប់ចាសូមអរគុណ